ในปราสาทព្រះប៉ាឡេឡៃខ្ញុំមកនឹងគឺម៉ោង2 រសៀលនេះគឺឈ្មោះប្រាសាទពុកម៉ែបងប្អូនហើយយើងមានសម្លេងសត្វយំខែនឹងខែប្រាំងអត់សូវមានពើខៀវទេបងប្អូនហើយយើងដើរចូលទៅអស់គ្នាហើយដើរចូលច្រកខាងកើតបងប្អូនឈើធំមកនៅមុខនេះយើងដើរចូលមកឃើញមានព្រះអង្គធំមួយអង្គនៅចំពីមុខណាបងប្អូនសំឡេងសត្វយំលើដើមឈើអាថ្មនៅក្រោមដើមឈើហើយវាមានសំណើមវាមានដូចជាសាឡែវាអត់សូវស្ងួតពីព្រោះឲ្យវានៅខាងក្រោមដើមឈើអញ្ចឹងវាមានសំណើមខ្លះវ៉ាវស្អាតមែនបងប្អូនព្រៃឈើលាយឡំជាមួយនឹងបាក់សាបាក់សៃជាមួយនឹងស្ថាបត្យកម្មរបស់ដូនតាយើងនេះគេហៅថាប្រាសាទប៉ាឡេឡៃបរិវេណជុំវិញខ្ញុំនឹងថតកន្លែងទីតាំងស្អាតជូនបងប្អូនទស្សនាបន្តទៀតប្រាសាទនឹងក៏មិនសូវធំប្រមាណដែរបងប្អូនប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍គឺទីកន្លែងកម្រមានអ្នកមកដល់នៅចំកណ្ដាលព្រៃមិនឆ្ងាយពីបរិវេណប្រាសាទជ័រដំរីប្រមាណទេបងប្អូនហើយនេះគឺជាចម្លាក់ដែលបានបាក់បែកហើយក្រុមអាជ្ញាធរអប្សរាគាត់បានយកមកផ្ទុកដើម្បីអភិរក្សនៅនឹងគៀនប្រាសាទនេះបងប្អូនហើយជុំវិញនេះសុទ្ធតែព្រៃសម្លេងបាក់សាបាក់សៃយំនៅខាងលើបងប្អូនជុំវិញខ្ញុំសុទ្ធតែដើមឈើព្រោះអីប្រាសាទនេះចំកណ្ដាលចំព្រៃជុំវិញទៅដល់ព្រៃនឹងបើសិនជាពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះហើយបើចង់មកទស្សនាឬក៏ចង់ថតរូបស្អាតបងប្អូនកុំភ្លេចខែវស្សានេះគឺជាខែប្រាំងណាបងប្អូនបើសិនជាខែវស្សាមកវិញអូស្អាតណាស់ពណ៌ខៀវពុះពេញដោយស្លែជុំវិញដោយដើមឈើខៀវស្ងាត់ដោយសារឥឡូវខែប្រាំងស្លឹកឈើក៏ជ្រុះថ្មហើយនឹងស្លែក៏បានស្ងួតតែយើងដើរទៅខាងក្រោយមើលបរិវេណជុំវិញនេះជុំវិញសត្វប្រៃហ៎នេះអាថ្មហ្នឹងដោយសារតែស្លែដោះទៅវានៅក្រោមដើមឈើចឹងហើយវាអត់សូវស្ងួតដូចនៅខាងក្រៅដើមឈើស្លែនៅពណ៌ខៀវស្អាតណាបងប្អូនអ្នកដែលចូលចិត្តស្ងប់ស្ងាត់ហើយនឹងចូលចិត្តថតសម្លេងសត្វអីត្រូវហើយជាកលេសមកមើលខាងលើនេះវិញគឺជាតួប្រាសាទនេះមានកម្ពស់ខ្ពស់ដែរហើយប៉មកណ្ដាលនោះធ្លាក់បាក់មកអស់ហើយបងប្អូននេះហើយថ្មដែលធ្លាក់មកគឺនៅខាងក្រោមនេះតាមការសន្និដ្ឋានមកដូចជាអត់ឃើញមានជួសជុលអីទេបងប្អូនថ្មគឺ
ពីដើមធ្លាក់បាក់បែបមិនគឺអញ្ចឹងបើសិនជាមានជួសជុលគឺមានស្នាមគេមានកំបោបាយអបៀកហើយនឹងជាមួយអត់ឃើញមានទេជុំវិញសត្វព្រៃហើយនេះគឺជាតួពណ៌ប្រាសាទនៅខាងក្រោយបងប្អូនដើមឈើដុះខាងលើអានេះគេហៅថាដើមស្ពង់បងប្អូនមានឮសំឡេងសត្វសេកយំទេបងប្អូននៅលើចុងឈើប៉ុន្តែខ្ញុំមើលអត់ឃើញដែរណាតែខ្ញុំថតបានតែទ្រង់ទ្រាយប្រាសាទហើយដើមឈើគេនេះគឺលបងជញ្ជាំងប្រាសាទដែលធ្វើពីថ្មបាយក្រៀមហើយបាក់បែកអស់ហើយបងប្អូនជុំវិញគ្រប់រំដាប់ដោយព្រៃឈើតូចធំអានឹងខែប្រាំងណាបងប្អូនបើសិនជាមកខែភាសាវិញបងប្អូននឹងជក់ចិត្តហើយទីពេញនិយមរបស់អ្នកដែលចូលចិត្តថតរូបស្អាតហ្មងហើយប្រាសាទនេះផងដែរគឺពេញនិយមសម្រាប់ពួកម៉ែបងប្អូនដែលគាត់មកថត pre-wedding គឺកន្លែងនេះគឺថតដល់ស្អាតហើយពេញនិយមមានណាឥឡូវសត្វរៃយំម្ដងហើយសត្វរៃយំហើយសត្វនេះមិនធម្មតាទេប៉ុន្តែពេញនិយមសម្រាប់ពួកម៉ែបងប្អូនគាត់មកថតរូបមិនថា pre-wedding មិនថាអ្នកមកដើរលេងហើយប្លង់នេះគឺប្លង់ដែលល្បីដែលសារលើខែប្រាំងអត់សិនអ្នកមកទេបើសិនជាបងប្អូនមកខែភាសាវិញអីគឺពឺសុះស្អាតលើដើមថ្មហ្នឹងដោះទៅតែស្លែពឺខៀវហើយបានឃើញបងប្អូនខ្មែរយើងគាត់មកលេងមិនតែគាត់ថតជាឈុតបុរាណដើម្បីថតលក្ខណៈបែបវប្បធម៌ហើយនឹងរក្សាទំនៀមទម្លាប់ពីដូនតាយើងដោយសារតែខែនេះខែប្រាំងហើយសំឡេងសត្វរៃយំច្រើននៅលើដើមឈើខែប្រាំងកម្រមានអ្នកមកបើសិនខែភាសាអីសម្បូរអ្នកមកច្រើនសំឡេងរៃយំវ៉ាវចម្លាក់នឹងស្អាតណាស់បងប្អូនអត់មានការជួសជុលទេគឺចម្លាក់ពីដើមមកដល់ពីដូនតាយើងសាងសង់នៅស្អាតទ្រង់ទ្រាយស្អាតទាំងអស់សូមសរសើរស្ថាបត្យកម្ម